រុនសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះគឺខ្ញុំដើរទៅស្រែហើយក៏បានឆ្លងកាត់កន្លែងបលាយទឹកដែលទឹកហូរហ្នឹងហើយក៏បានដើរទៅខ្យងបានច្រើនគួរសមដែរបងប្អូនហើយនេះហើយខ្យងគឺសบายឬមែនតើណាពេលព្រឹកចឹងវាជីងច្រើនណាបងប្អូនវានៅទាំងក្តុំគ្នាហើយឃើញនៅខាងមុខខ្ញុំមកតែនៅក្នុងស្រែគេចឹងណាហើយខ្ញុំក៏អត់ហ៊ានចូលទៅរើសច្រើនដែរបងប្អូនដោយសារតែខ្លាចជន់ស្រូវគេចឹងទៅហើយនេះគឺខ្ញុំឬមកផ្លែតមិញគឺបានកន្លះថងហើយបងប្អូនឃើញអត់គឺសាប៊ូមែនតើនៅស្រុកស្រែយើងសាប៊ូខ្យងហើយពេលខ្លះទៅខ្យងវាមានខ្យងស្រែផងហើយខ្យងខ្មៅច្បកខ្មៅហើយហៅខ្យងថៃចឹងណាបងប្អូនហើយឬបានក៏ខ្ញុំដើរបន្តទៅស្រែខ្ញុំទៀតចឹងទៅហើយសំខាន់មើលទេសភាពស្អាតសាហាវបងប្អូនពេលព្រឹកព្រលឹមហើយនេះគឺថ្ងៃរះមកគឺឡើងក្រហមស្អាតមែនតើហើយពេលត្រូវស្រូវចឹងទៀតឡើងផ្លាតឡើងជីងពណ៌ឡើងស្រស់បំប្រងតែហ្មងបងប្អូនពេលព្រឹកយើងហើយនេះគឺខ្ញុំលីចប់ទៅស្រែហើយលីចប់នេះក៏បានធ្វើវីដេអូពុកម៉ែបងប្អូនបានឃើញពីទេសភាពនៅក្នុងភូមិស្រុកខ្ញុំដែរបងប្អូនឃើញទេគឺស្អាតមែនតើហើយសំខាន់ស្រែនេះគឺគេទុកស្ទូងទុកអីចឹងទៅហើយខ្ញុំក៏ទៅមើលស្រូវខ្ញុំដែរចឹងណាបងប្អូនហើយថាស្រូវខ្ញុំនេះគឺទៅតែសាបហើយបាន2ថ្ងៃអាហ្នឹងហើយបងប្អូនតែសារស្ទូងដែរអញ្ចឹងណាព្រោះស្រែយើងស្រែក្នុងហើយណាមួយវាទឹកច្រើនដែរអញ្ចឹងទៅក៏យើងអត់ហ៊ានពង្រោះទេបងប្អូនយើងព្រោះតែស្រែណាដីទួលអីទេហើយស្រែទុកស្ទូងនេះគឺតែ87អាទេបងប្អូនអានេះគឺនាងខ្ញុំដើរមកដល់ស្រែនាងខ្ញុំហើយដែលបានថតវីដេអូកាលពីខ្ញុំមករើខ្យងថ្ងៃមុនហើយអានេះគឺខ្ញុំចូលមកដល់ក្នុងស្រែគឺខ្ញុំដើរកាយទឹកដែលវានៅដក់ក្នុងទឹកស្រែហ្នឹងអញ្ចឹងណាបងប្អូនហើយសំខាន់គឺទឹកដក់នៅក្នុងស្រែហ្នឹងបើយើងអត់ចកាយទេខ្លាចវាលលួយគ្រាប់ស្រូវដែលយើងព្រោះហើយអញ្ចឹងណាដោយសារបានភ្លៀងបានអីផងអញ្ចឹងណាបងប្អូនហើយទឹកឆ្នាំនេះគឺគ្រប់គ្រាន់ល្អមែនតើបងប្អូនអត់ដូចរាល់ឆ្នាំទេឆ្នាំតែមិញអីគឺតើតែខែ8ខែ9អីបានភ្លៀងជោគជាំតែឆ្នាំនេះតាំងពីខែ5មកដល់ខែ6នេះគឺឃើញភ្លៀងច្រើនហើយក៏ស្រូវខ្លះក៏ព្រោះថ្មីអីតែអត់មើលថែហ្នឹងគឺរលួយទឹកអស់ហើយបងប្អូនហើយនេះគឺខ្ញុំដើរចកាយធ្វើជាចង្អូសម្រាប់ឲ្យទឹកហូរបានទៅអស់ចឹងទៅស្រូវយើងគឺបានដុះមកល្អដែរបងប្អូនបើយើងអត់ចកាយទេស្រូវយើងសាបតាំងប្រមាណហ្នឹងគឺដឹងតែរលួយខ្ទេចតែម្ដងដោយសារតែទឹកវានៅក្នុងស្រែហ្នឹងវាដក់នៅច្រើនអញ្ចឹងវាអត់មានហូរតាណារួចអញ្ចឹងតែអញ្ចឹងយើងធ្វើបន្លាយមួយនៅក្នុងហ្នឹងទៅដើម្បីឲ្យទឹកវាហូរបានជីងចូលទៅណាហើយនេះគឺឪពុករបស់ខ្ញុំគាត់ប្រាប់ឲ្យទៅបើកទឹកស្រែដែរទេបងប្អូនហើយខ្ញុំខមមិនជាអ្នកអាសាអីណាដែរអាសាតែគាត់កន្លែងទៅព្រោះនៅចកាអញ្ចឹងណាហើយអញ្ចឹងទៅអាស្រ័យនឹងនៅចិត្តផ្ទះដែរហើយនៅក្រោយភូមិខ្លួនឯងដែរអញ្ចឹងទៅក៏ដើរមកមើលទៅហើយណាមួយក៏ខ្ញុំចង់ធ្វើវីដេអូចែកចាយដើម្បីឲ្យបងប្អូនបានឃើញពីទស្សនវិជ្ជានៅក្នុងភូមិរបស់ខ្ញុំដែរហើយស្រែខ្លះទៅក៏ឃើញខៀវហ្នឹងគឺគេពង្រោះអីចឹងណាបងប្អូនអត់តែស្រែខ្ញុំទេស្រែខ្ញុំនេះគឺពង្រោះបាន2ឆ្នាំតែវាថាផលវាអត់សូវបានច្រើនដូចស្ទូងទេតែបើយើងស្ទូងគឺផលវាហ្នឹងគឺបានច្រើនហើយមួយស្រែខ្ញុំបើសិនព្រោះទៅព្រោះអីទឹកវាដក់នៅច្រើនចឹងទៅវាអត់កើតទេវាលួយស្រូវចឹងណាយើងបើកទៅក្រោមក៏អត់កើតដែរសារស្រូវគេដែរចឹងណាហើយណាមួយយើងអត់ធ្វើអីដែរចឹងទៅយើងក៏ពង្រោះទៅស្ទូងទៅចឹងណាបងប្អូនដើម្បីកុំឲ្យភ្លេចរបស់ដើមយើងដែលដូនតាយើងមានស្រាប់ចឹងណាហើយយើងកុំឲ្យស្រួលពេកចឹងទៅយើងត្រូវតែធ្វើការងារខ្លះទៅហើយនេះគឺខ្ញុំដើរចកាយទឹកហ្នឹងដើម្បីឲ្យហូរទៅតាមដែលរង្វះដែលយើងបានកាប់វាឲ្យទឹកហូរចេញចឹងណាហើយបើយើងបើករង្វះចឹងទៅគឺទឹកហូរស្ងួតអស់ចំណាប់ហ្នឹងគឺដុះមកលឿនហើយបងប្អូនហើយក៏វាអត់មានជួមរលួយកន្លែងណាដែរហើយខ្ញុំដើរបងប្អូនយូរតែចប់ហ្នឹងសឹងតែធ្ងន់ណាបងប្អូនចប់ហ្នឹងដើមថ្កុលហើយខ្ញុំកាយវាធ្វើរង្វះឲ្យវាធំសម្រាប់ឲ្យទឹកវាហូរទៅបានលឿនហើយក៏បានស្រក់រីងអស់ចឹងណាស្រែសាបតតែអាសាមកមើលបានស្រូវយើងវាដុះដែរហើយនេះគឺខ្ញុំដើរមកកាយរង្វះមកកន្លែងទៀតចឹងណាបងប្អូនហើយ
សំខាន់ពេលទេសភាពពេលព្រឹកចឹងស្រស់ស្រាយជាមួយនឹងអារម្មណ៍ដែលយើងភ្ញាក់ពីគេងមកហើយក៏យើងបានទៅស្រែចឹងទៀតក៏មានអារម្មណ៍ថាផ្នែកប្លែកម្យ៉ាងដែរបងប្អូនហើយយើងបានឃើញទេសភាពខៀវសង្ងាត់អមនៅសងខាងជុំវិញចឹងណាខេត្តប្រាសាទគឺស្អាតណាស់បងប្អូនដូចខេត្តប្រាំងទេខេត្តប្រាំងគឺស្លឹកឈើអីឈ្ងួតងាប់អស់ចឹងណាវាឈូសស្លឹកឈូសអីចឹងទៅបើខេត្តប្រាសាទចេះអូយស្អាតញាក់សាហាវសំខាន់គឺមាននិមិត្តសញ្ញារបស់ខ្មែរយើងគឺដើមត្នោតនៅក្រោយភូមិមានទេសភាពជាដូចផ្ទាំងគំនូចឹងណាបងប្អូនគឺអតីតកាលពីមុនយើងធ្វើស្រែអត់មានប្រញាប់តាណាទេបងប្អូនមានតែស្ទូងហ្នឹងឯងស្ទូងយកដៃគ្នាអញ្ចឹងទៅតើលោកចូលភាសាចិត្តចាប់អីចឹងទៅចូលកាន់បិណ្ឌអីចិត្តចាប់អញ្ចឹងមិនយើងហៅស្រែដែរអញ្ចឹងណាតែឥឡូវអត់ទេជឿនលឿនជះយកមកហាត់អីលេងតែមួយថ្ងៃអីហើយបងប្អូនខាងខ្ញុំអញ្ចឹងណាដល់តែគេជះ3 4នាក់អញ្ចឹងទៅតាមផ្លែនទេហើយយើងប្រើអត្រាវែងគប់អញ្ចឹងណាប៉ុន្តែខ្ញុំអត្រាខ្លះដែរហ្នឹងដោយសារតែស្រែយើងអាដីថ្មីអញ្ចឹងទៅយើងមានតែប្រើអត្រាដែរដោយសារតែយើងព្យួរក៏យន្តក៏វាពិបាកដែរអញ្ចឹងណាហើយណាមួយមានតែឪពុកខ្ញុំគាត់អ្នកព្យួរអញ្ចឹងហើយបងខ្ញុំគេទៅធ្វើការធ្វើអស់អញ្ចឹងទៅហើយអញ្ចឹងទៅអើយគាត់ចាស់គាត់ចូលចិត្តស្ទូងស្រូវគាត់អត់ឲ្យទំនេរពីការងារអីទេហើយតែយើងធ្វើស្រែហើយយើងនឹងធ្វើការងារអីដែរអញ្ចឹងណាបងប្អូនដូចចាស់គាត់នៅផ្ទះនៅអីអញ្ចឹងគាត់មានតែទៅដកស្មៅស្រូវទៅមើលស្រូវមើលអីអញ្ចឹងទៅហើយមើលថែទាំទឹកស្រូវអីអញ្ចឹងណាដើម្បីឲ្យស្រូវយើងហ្នឹងកើនបានផលល្អអីចឹងទៅហើយចាំមើលវគ្គនេះគឺខ្ញុំដើរបើកទឹកហើយសាបចឹងណាចាំមើលវគ្គក្រោយដល់ឃើញទស្សនវិជ្ជាស្ទូងស្រូវចាំខ្ញុំនឹងថតឲ្យបងប្អូនបានមើលទៀតចឹងហើយឆ្នាំនេះគឺខ្ញុំដាក់ស្រូវរំដួលម្ដងបងប្អូននៅស្រែក្នុងហ្នឹងហើយស្រែហ្នឹងគឺនៅក្នុងនៅក្រោយភូមិនៅក្រោយផ្ទះអ្នកភូមិចឹងណាអ្នកភូមិនៅក្នុងភូមិជាមួយគ្នាហើយនេះគឺខ្ញុំដើរកាយទឹកពីរដងបងប្អូនដើម្បីធ្វើវះទឹកវាឲ្យធំដើម្បីឲ្យទឹកវាហូរក៏បានស្រកលឿនដែរហើយការងារនេះគឺយើងក៏មិនធំដុំអីដែរការងារស្រែចម្ការនេះគឺហត់មួយពេលទេបងប្អូនក្រោយពីយើងធ្វើការហត់ហើយអស់គឺយើងបានសម្រាកអញ្ចឹងទៅយើងមានពេលសម្រាកច្រើនអញ្ចឹងទៅយើងកុំឲ្យមានការងារអត់មានអីចឹងទៅយើងក៏ធ្វើអញ្ចឹងទៅបងប្អូនពេលខ្លះទៅយើងទៅធ្វើការងារដូចជាដាំដលងដាំអីទៅអ្នកស្រែគឺអត់មានអីទេបងប្អូនមានដាំដលងធ្វើស្រែធ្វើចំការធ្វើអីចឹងទៅហើយអស់ពីស្រែយើងធ្វើដំឡូងម្ដងអស់ពីដំឡូងយើងធ្វើស្រែតែដំឡូងគេដាំហើយគេធ្វើស្រែដដែលហ្នឹងបងប្អូនតែខាងខ្ញុំនេះគេធ្វើស្រែពីរដងដែរបងប្អូនអ្នកខ្លះទៅគេធ្វើស្រែប្រាំងឆ្នាំហ្នឹងគឺបានផលដែរបងប្អូនគេបានជ្រុតបានអីច្រើនគួរសមដែរតែអត់តែខ្ញុំទេខ្ញុំអត់ធ្វើគេទេធ្វើតែម្ដងហ្នឹងសឹងតែវេទនាអីដោយសារតែស្រែខ្ញុំនេះគឺវាពិបាករឿងទឹកតែយើងយកទឹកយកអីទៅវាពិបាកអញ្ចឹងវានៅក្នុងពេកអត់នៅដូចគេមាត់ខ្នល់ទេហើយអញ្ចឹងទៅធ្វើតែម្ដងហ្នឹងគឺមានទឹកគ្រប់គ្រាន់សម្រាប់ស្រែខ្ញុំហើយតែស្រែគេនៅចិត្តហ្នឹងអីគេស្ទូងដែរប៉ុន្តែអ្នកខ្លះទៅក៏គេព្រោះនៅខាងក្រោយខ្ញុំហ្នឹងគឺគេពង្រោះហើយខ្ញុំក្រោយបើកហើយក៏ខ្ញុំដើរចេញទៅបើកមួយវគ្គទៀតហើយដល់វគ្គកន្លែងនេះគឺខ្ញុំឃើញត្រីវាកាច់នៅក្នុងស្រែអញ្ចឹងទៅក៏ខ្ញុំចុះចាប់អញ្ចឹងណាបងប្អូនត្រីទូឲ្យគេអត់ស្រីស្រែយើងបងប្អូនងាយមានទេដោយសារវាអត់ទាន់ដល់ខែសបូអញ្ចឹងហើយtrongវីដេអូនេះខ្ញុំគឺមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលាបងប្អូន